Lốpតែឃើញអូនមុខដូចខ្លាឥឡូវមកមើលមុខបងវិញមើលដូចប្រហែលភាគរយដែរបាទសួស្តីក៏ដូចជាជម្រាបសួរទៅដល់អ្នកមើលផងដែរនេះគឺជាវីដេអូដែលយើងធ្វើដំណើរទៅកំសាន្តភ្នំមួយគេបងប្អូនសុំលាក់សិនហើយនេះidol របស់យើងអ្នកនាំផ្លូវភាសាគាត់អ្នកនៅខេត្តហ្នឹងហើយគាត់ធ្លាប់មកលេងនៅហ្នឹងដូចជា2 3 ដងដែរចឹងហើយខ្ញុំមានដើរតាមពីក្រោយទេហើយឃើញខ្វិតនេះពីតំណងដល់ហើយមកដល់ហើយនេះយើងបានមកដល់ខ្លោងទ្វារផ្លូវចូលចឹងហើយគាត់បានបកដៃមកតាមខ្ញុំមកខ្ញុំស្គាល់ផ្លូវខ្ញុំក៏បានដើរតាមគាត់ចឹងណាហើយនេះគឺជាខ្លោងទ្វារបងប្អូនបាទបើយើងក៏ដើរទៅមុនទៀតហើយគឺយើងធ្វើដំណើរតាមដើរឡើងតាមកម្មចន្ទាបងប្អូនហើយងាកទៅមើលទេសភាពខាងក្រោមឃើញថាស្រស់ស្អាតមែនតើហើយខ្ញុំអត់សូវចេះនិយាយច្រើនទេបងប្អូនចាំស្ដាប់វីដេអូគាត់និយាយទៅគេរាប់ថាដកហាមនេះចង់រួយបងប្អូននេះហត់មែនទែនបងខ្ញុំម្នាក់អង្គុយចង់មកហ្នឹងបងប្អូនអត់ចង់មកយ៉ាងហើយមានអារម្មណ៍អីដែរបងអត់ធម្មតាបងខ្ញុំធ្លាប់ហើយអត់ធ្លាប់មកមិនដល់ហីបងមក2 ដងខ្ញុំធ្លាប់ឡើងបូកោទៀតបងចឹងថ្ងៃហ្នឹង3 ដងណាស្ដីបងបាទបងជួយច្រៃបងឡើងមកថាជាតាមបងមានអារម្មណ៍មិនដែរអូយមានអារម្មណ៍ថាអត់ធ្លាប់ជួបអារម្មណ៍បែបហ្នឹងពីមុនមកមានអារម្មណ៍ថាហត់ខ្លាំងមែនទែនបងហើយចុកជើងខ្លាំងបងបងជាយុវជនមួយដែលថាល្អបំផុតម៉ោង12មកម៉ោង12បងម៉ោងមិន10 ចិត្ត12បងណាអាចបន្តដំណើរទៅមុខទៀតតបងដើម្បីទស្សនាទាំងអស់គ្នាឲ្យបានថាសប្បាយរីករាយទាំងអស់គ្នាយើងអូខេពុកម៉ែបងប្អូនអញ្ចឹងពួកយើងមកដល់លេងទាំងអស់គ្នាយើងត្រូវគិតគូរពីអនាម័យទាំងអស់គ្នាកុំយកសម្រាប់ឲ្យបោះចោលតាមពីពីអញ្ចឹងព្រោះកន្លែងដើររបស់យើងជាកន្លែងមួយដែលភ្ញៀវចោលមកពីស្រុកមកពីប្រទេសនានាក៏ដោយអាចយើងគេមើលមកវាអត់ល្អបងប្អូនគ្នាហ្នឹងហើយមើលសុខសម្រាប់អញ្ចឹងយើងញ៉ាំហើយយើងអីហើយយើងយកដាក់ចូលក្នុងធុងសម្រាប់បងប្អូនគ្នាទៅវាធ្វើឲ្យប្រទេសយើងគេថាមកមានអនាម័យមានអីល្អអញ្ចឹងងាយស្រួលគេមកថ្ងៃក្រោយទៀតអញ្ចឹងបងប្អូននេះមកដល់ហើយនេះឃើញថា idol របស់យើងនិយាយថាអស់ហើយបងប្អូនអស់កម្លាំងហើយតែគាត់ថាគាត់នឹងស្ទូរឡើងទៅដល់លើដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងណាហើយគ្នារបស់យើងម្នាក់ទៀតមិនថាអូខ្ញុំទៅលេងរួចហើយបងអើយខ្ញុំសុំក្រួយសឹមទៅទៅលេងរួចហើយទៅមុនទៅយើងក៏បានឡើងមកដល់លើបងប្អូនហើយទេសភាពនៅខាងលើឃើញថាស្រស់ស្អាតមែនតើប៉ុន្តែនៅមានកន្លែងដែលស្រស់ស្អាតជាងនឹងទៀតហើយគ្នារបស់យើងនៅក្រោយបងប្អូនឡើងតាមក្រោយនេះបាទកន្លែងនេះយើងបានមកដល់កន្លែងរូបចម្លាក់ដែលគេឆ្លាក់នៅលើអញ្ចឹងឃើញថាស្រស់ស្អាតមែនតើបងប្អូនគឺការឆ្លាក់រចនាចេញមកគឺក្បាច់នីមួយឃើញថាអស្ចារ្យតែម្ដងហើយនេះបាទហើយដល់បើយើងមកកន្លែងខ្លាហ្នឹងលបតែឃើញអូនមុខដូចខ្លាឥឡូវមកមើលមុខបងវិញមើលដូចខ្លាប្រហែលភាគរយបងប្អូនហើយចេញពីខ្លាមកយើងបានមកឃើញប្រាសាទបងប្អូនប្រាសាទនេះដែរដែលមានឈ្មោះថាប្រាសាទភ្នំជីសូរដែលស្ថិតនៅលើភ្នំជីសូរតែម្ដងបងប្អូនហើយយើងក៏បន្តដំណើរមកខាងមុខទៀតហើយអាប៉ិម្នាក់នេះគេថាអូនេះមើលនេះទេសភាពស្អាតមែនតើគេច្អល់ដែរអូមើលព្រាតាមពិតគ្មានដឹងស្អីទេបងប្អូនអើយអាប៉ិហ្នឹងទៅមកលើកទី1ធ្វើឯងឯណាចេះហើយ idol របស់យើងក៏នោះមើលទេសភាពស្អាតឃើញថាទេសភាពនៅខាងលើគឺស្អាតមែនតើបងប្អូនហើយប្រាសាទក៏ស្អាតដែរហើយមានអ្នកមកលេងច្រើនបងប្អូនតនេកុំភ្លេចទៅលេងផងហើយវីដេអូរបស់យើងក៏មានតែប៉ុណ្ណឹង